បងប្អូនទាំងអស់គ្នាចូលមកតាមដានទស្សនាវីដេអូ Spa Protein ទាំងអស់គ្នាបងប្អូនជាច្រើនដែលបានសួរអ្នកគ្រូថាអ្នកគ្រូខ្ញុំមានផលិតផល Protein នឹងហើយទេតែខ្ញុំធ្វើបែបណាខ្លះឥឡូវយើងចូលតាមដានទស្សនាវីដេអូទី1នេះទី1គឺ Spa Protein ដើម្បីបាន Spa Protein បញ្ចូលក្នុងសរសៃសក់ឲ្យបានសប់ល្អនិងជោគល្អជ្រើសរើសជាមួយនឹងសាប៊ូ Nine Story Silicone Free Shampoo Nine Story Silicone Free Shampoo នេះគឺជាអ្វីបងប្អូនអាចមើលអក្សរនៅក្នុងហ្នឹងគឺជាសាប៊ូដែលមិនផ្ដោតទៅលើការអប់ឬបន្ទន់នេះគឺជាសាប៊ូផ្ដោតទៅលើការបើកកោសិកាដើម្បីឲ្យផលិតផលជ្រាបចូលបានដល់បណ្ដោះកណ្ដាលនៃសរសៃសក់បងប្អូនដឹងទេសាប៊ូស៊ីលីកូននេះសម្រាប់អ្នកដែលគាត់ស្បែកក្បាលគាត់ឡើងអង្គែខ្លាំងឬក៏គាត់មានអារម្មណ៍ស្អុះស្អាប់ហើយកក់សាប៊ូអីអត់ត្រូវក៏អាចប្រើស៊ីលីកូននឹងដែរគឺលាងសម្អាតស្បែកក្បាលសិនណាយើងអាចកក់សាប៊ូផ្សេងបានបន្ទាប់ពីកក់ហើយសូមជ្រើសរើសជាមួយនឹង Protein NRKS Complex Resilient យក Protein នេះលាយជាមួយនឹង Serum លាយជាមួយនឹង Serum រួចហើយវាបញ្ចូលគ្នាសពលាបទៅលើសក់នេះលាបហើយម៉ាសាឲ្យបានស្អប់ល្អហើយបងប្អូនយកម៉ាស៊ីនគៀបទៅលើសក់នោះរួចហើយបងប្អូនបាញ់ស្ប៉ាឲ្យទុកសក់នឹងឲ្យត្រជាក់លាងសម្អាតជាមួយនឹងទឹកស្អាតឲ្យបានស្អាតល្អនិងទទួលបានសរសៃសក់ដែលភ្លឺរលោងនិងចាញ់ចាំងប្រូតេអ៊ីននេះគឺឯកទេសសម្រាប់សាឡនយកទៅប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់ប្រូតេអ៊ីនអាចយកទៅលាយជាមួយថ្នាំអ៊ុតសក់ត្រង់លាយជាមួយថ្នាំលាងសក់លាយជាមួយនឹងថ្នាំអប់នានាចុងប្រូតេអ៊ីននេះសំខាន់មែនតើបងប្អូនធ្វើឲ្យសក់ដែលស្ងួតខូចដើមតូចទៅជាធំសក់ដែលស្ងួតខូចដើមតូចទៅជាដើមធំកុំភ្លេចណាសាកល្បងទាំងអស់គ្នាជាមួយនឹងជាងសាឡនដែលចំណានបងប្អូនអាច share វីដេអូនេះទុកមើលពេលថ្ងៃក្រោយឬក៏ពេញចិត្តសេវាកម្មនេះអាចទៅរកនៅស្នាដៃនៃខ្មែរសាឡនគ្រប់បណ្ដាសាខាទូទាំងប្រជាជាតិកម្ពុជារួមទាំងសិស្សរបស់អ្នកគ្រូផងដែរហើយមួយទៀតសំណូមពរសូមសិស្សទាំងអស់សូមជួយ share ជួយ like ជួយ comment ដើម្បីវីដេអូនេះបានទៅដល់អតិថិជនរបស់យើងឲ្យគាត់បានដឹងថាដើមសក់តូចធ្វើបែបណាដើម្បីឲ្យសក់គាត់ធំណាបាយបាយឆ្លើយតបជាមួយនឹងបងអូនស្រីម្នាក់គាត់ថាគាត់លាបពណ៌សក់ឲ្យមួយថ្ងៃគាត់ទៅដាក់ថ្នាំអ៊ុតត្រង់លទ្ធផលសក់គាត់នឹងគឺដូចជាបើអ្វីដែលចង់ចែករំលែកថ្ងៃនេះមិនមែនគ្រប់សក់ទាំងអស់ចង់មកត្រង់ដាក់ត្រង់បានទេខ្ញុំក៏លេចទៅមើលសក់របស់អតិថិជនរបស់ខ្ញុំរូបនេះបងប្អូនមានឃើញទេសក់គាត់គឺស្ងួតហើយឆេះឡើងខ្លោចហ្មងគឺគាត់ចង់បានពណ៌សក់ហើយគាត់ចង់អ៊ុតឲ្យសក់គាត់ហ្នឹងត្រង់ហើយបាត់ឆេះអ្វីដែលខ្ញុំចែករំលែកនេះអត់ចង់ប៉ះពាល់ជាងណាទេគាត់តែខ្ញុំចង់ចែករំលែកពីផលិតផលមួយដែលអាចលាបពណ៌ដោយមិនឆេះហើយអ៊ុតទៅលើសក់របស់អតិថិជនបានទាំងត្រង់ហើយបញ្ចូលសេរ៉ូមទៅក្នុងសក់នឹងថែមទៀតនេះគឺជាផលិតផលថ្នាំលាបសក់ NRKS Gold អតិថិជនគាត់អត់ឆ្លាញ់ទេពណ៌នឹងដិតពេកអ្នកលាបឲ្យគាត់មុនដិតពេកគាត់ចង់តម្លាក់ឲ្យពណ៌ខ្មៅអញ្ចឹងខ្ញុំជ្រើសរើសយក NRKS Gold ជួរអក្សរ E ឬក៏ Cover Grey ដែលមានលេខ66/77 OC ដែលខ្ញុំប្រើគឺ OC លេខ6ប្រើដើម្បីលុបពណ៌គាត់ហើយចេញពណ៌ត្នោតបែកព្រឿងទឹកក្រូចតិចហើយបន្តមកទៀតខ្ញុំដាក់ OC លេខ6ហើយខ្ញុំដាក់ជាមួយនឹងថ្នាំខ្ញុំដាក់ជាមួយនឹងសេរ៉ូម Moreco Complex ព្រោះសក់នេះស្ងួតហើយខ្ញុំដាក់ Moreco ដើម្បីឲ្យសក់នឹងមានសំណើមឡើងវិញរួចហើយលាបនៅលើសរសៃសក់ខ្ញុំលាបតាំងពីគល់រហូតដល់ចុងដោយសារសក់នេះទើបតែដាក់ពណ៌ហើយអញ្ចឹងមិនបាច់បែងចែក AB ទេលាបហើយទុករយៈពេល35នាទីដល់35នាទីហើយនាំអតិថិជនទៅកក់ទឹកឲ្យស្អាតជាមួយសាប៊ូបាកោសិកាហើយអត់អប់ទេបងប្អូនដឹងទេហេតុអីបើខ្ញុំប្រើជាមួយនឹងសាប៊ូបាកោសិកាគឺខ្ញុំប្រើដើម្បីយកសារជាតិគីមីចេញក្នុងសរសៃសក់លាងសម្អាតសរសៃសក់ឲ្យបានស្អាតដោយមិនមានសារជាតិបំពន់នៅពេលដែលខ្ញុំដាក់សេរ៉ូមគឺចូលបានល្អបន្តមកទៀតខ្ញុំជ្រើសរើសជាមួយនឹងផលិតផលថ្ងៃនេះខ្ញុំប្រើផលិតផលមាន2ផ្នែកគល់ខ្ញុំប្រើជាមួយនឹង Nine Story ពណ៌ទឹកក្រូចក្រមៅលាបនៅលើគល់សម្រាប់សក់រឹងមាំរួញដែលចង់ឲ្យត្រង់ជាប្រភេទសេរ៉ូមអ៊ុតជាបាឬអ៊ុតបញ្ចូលវីតាមីនធ្វើឲ្យសរសៃសក់រួញទៅជាត្រង់ប្រើបានទាំងសក់ខ្មៅនិងសក់ពណ៌កម្រិតល្មមខ្ញុំលាបផ្នែកខាងគល់ហើយអស់ហើយខ្ញុំចាក់ថ្នាំមួយប្រភេទទៀតគឺ Nine Story ពណ៌ទឹកក្រូចស្រស់ឬទឹកក្រូចភ្លឺលាបផ្នែកខាងចុងដែលឆេះនោះផលិតផលនេះប្រើសម្រាប់សរសៃសក់ឆេះរលួយកម្រិត9ឡើងដល់11លាបលើសរសៃសក់ឲ្យបានសព្វល្អហើយខ្ញុំផ្អាប់ទុក35នាទីដល់នាទីហើយវគ្គគៀបនេះកាន់តែសំខាន់ទៀតសក់បើកាលណាឆេះហើយគេអត់គៀបដល់ថ្នាក់ឆ្អឹងខ្លាំងឲ្យសក់នឹងកាន់តែឆេះទេអញ្ចឹងក្នុងការគៀបខ្ញុំបែងចែកចេញជា2ដូចទឹកថ្នាំអញ្ចឹងទី1គល់ខ្ញុំគៀបយកស្ងួតនិងត្រង់ល្អគឺគៀបឲ្យឆ្អិនល្អចំណែកចុងខ្ញុំបង្ហើរដៃគឺបង្ហើរដៃឲ្យស្រាលដើម្បីឲ្យវីតាមីននឹងចូលទៅលើសរសៃសក់ហើយមិនឲ្យឆេះតែបើសិនជាអ្នកដែលអត់យល់ទេគាត់អាចគល់គាត់គៀបកម្ដៅ210អង្សាសម្រាប់ម៉ាស៊ីនធម្មតាតែម៉ាស៊ីនគៀបឡាស៊ែរនេះគៀប480អង្សាសម្រាប់សក់គល់តែចុងប្រើត្រឹម180អង្សាសម្រាប់កម្ដៅធម្មតាតែបើសិនជាឡាស៊ែរប្រើ380អង្សាគៀបឲ្យបានស្ងួតនិងឆ្អិនល្អសម្រាប់គល់ចុងល្អួតផ្អាប់ទុកឲ្យត្រជាក់រយៈពេល1ម៉ោងទុក1ម៉ោងឲ្យត្រជាក់ហើយគឺនាំអតិថិជនកក់សាប៊ូលាងសម្អាតទឹកស្អាតឲ្យបានស្អាតល្អរួចហើយអប់ស្ប៉ាឲ្យគាត់ហើយយកមកផ្លុំបងប្អូនឃើញនេះសក់ស្អាតមែនតើខ្ញុំទទួលបានថាគិតទៅបើកាលណាយល់ពីផលិតផលមានផលិតផលនៅក្នុងដៃហើយទៅរៀនបានច្រើនចំណេះដឹងក៏បានច្រើនឬក៏គ្រាន់តែមើលវីដេអូអ្នកគ្រូឲ្យបានច្រើនចំណេះដឹងក៏កាន់តែមានច្រើនដែរអញ្ចឹងសម្រាប់បងប្អូនស្រីដែលគាត់
សួរខ្ញុំគាត់និយាយមកខ្ញុំថាគាត់លេបពណ៌បានមួយថ្ងៃហើយគាត់ទៅតម្លើងថ្នាំអ៊ុតត្រង់ឆេះដូចជាបើដោយសារតែអាចនឹងគាត់អត់យល់ពីសរសៃសក់គាត់ចេះតែលាបទឹកថ្នាំទៅដូច្នេះហើយទៅបណ្ដាលឲ្យសក់ហ្នឹងវាឆេះទៅដូចជាបើដូច្នេះជាងចំណានទាំងអស់ជាងដែលស្រឡាញ់សៃសក់អតិជនអាចជ្រើសរើសយកផលិតផលនេះទៅប្រើនៅតាមសាឡនរបស់ខ្លួនបានឬក៏បងប្អូនដែលចង់ធ្វើសេវាកម្មនេះអាចទៅរកស្នាដៃរឿងខ្មែរទូទាំងប្រជាជាតិកម្ពុជាបានរួមទាំងសិស្សរបស់ខ្ញុំផ្ទាល់ផងដែរអរគុណច្រើន